ចាស់3ប្រភេទហ្នឹងគឺសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏សម្បូរបែបបងប្អូនអាចរកព័ត៌មានលម្អិតនៅក្នុងខទំព័រអាតូមីដែលជាភាសាខ្មែរនៅខទំព័រអាតូមីខ្មែរហើយនិងភាសាផ្សេងទៀតទៅតាមប្រភេទអាតូមីនៅតាមប្រទេសនីមួយៗចា៎អញ្ចឹងនៅក្នុង Atimol បងប្អូនអាចកំងបានប៉ុន្តែវាអត់មានម៉ាស់ 24K ទេចាវាមាន3ប្រភេទគឺម៉ាស់ចាគឺម៉ាស់3ប្រភេទដែលមាននៅក្នុងរូបភាពហ្នឹងចាអញ្ចឹងម៉ាស់ដែលពណ៌រាងទឹកសមុទ្រខៀវៗថ្លាថ្លាផ្ទៃមេឃបងប្អូនគេហៅថាម៉ាស់ Hinoki Clay ចាម៉ាស់ហ្នឹងវាមានតួនាទីសម្អាតរន្ធញើសជំរុះកោសិកាស្បែកចាស់គឺជាម៉ាស់ភក់បើបងយើងនិយាយទៅណានិយាយឲ្យចំទៅចាដែលមានម្សៅ cypress ប៉ិតម្សៅ cypress ហ្នឹងដូចជាសរៀងនឹងដើមសាប៉ាំងយើងដែរនៅបារាំងបងប្អូនចាបងប្អូនអាចមើលព័ត៌មានលម្អិតនៅក្នុងគេហទំព័រអាតូមីបើបងប្អូននៅស្រុកខ្មែរបងប្អូនឆែកនៅអាតូមីស្រុកខ្មែរបងប្អូននៅអឺរ៉ុបឆែកនៅក្នុង Ajimol ទេបងប្អូនចាអញ្ចឹងម៉ាស់ Hinoki Clay គឺជាម៉ាស់ភក់ចាវាមានតួនាទីសម្អាតរន្ធញើសចាជំរុះកោសិកាចាស់ហើយវាមានផ្សំពីម្សៅ cypress ប៉ិតចាម្សៅ cypress ហ្នឹងដូចខ្ញុំនិយាយមកអញ្ចឹងគឺរូបរាងវាសរៀងទៅនឹងដើមឡាប៉ាំងសាប៉ាំងយើងបងប្អូនណាចាវាជាប្រភេទម៉ាស់ថែរក្សាស្បែកចាវាមានតួនាទីខុសៗគ្នាហើយសម្រាប់ម៉ាស់ដែលមានពណ៌ផ្កាឈូកចាពណ៌ឈូកហ្នឹងគឺជាម៉ាស់គេហៅថា French Rose ចាគឺជាម៉ាស់ French ម៉ាស់បារាំងបងប្អូនបបហាបារាំងចា France ប្រទេសបារាំងនិង French ភាសាបារាំងចា France and French ហើយអញ្ចឹងទៅវាអាម៉ាស់ពណ៌ផ្កាឈូកហ្នឹងចាគឺជាម៉ាស់ដែលយកពីប្រទេសបារាំងចាអញ្ចឹងបងប្អូនប្រទេសអាតូមីគាត់មានផលិតផលគ្រប់ប្រទេសតែម្ដងចានៅពេលដែលយើងធ្វើម៉ាសាឲ្យគេហ្នឹងយើងអាចយកបន្ថែមអំពី La Provence អ្វីដែលជាសារធាតុដើមប្រភពដើមមកពីប្រទេសណាអញ្ចឹងណាដូចជាម្រេចយើងកពុតម្រេចកពុតស្រុកខ្មែរម្រេចខ្មៅម្រេចអីហ្នឹងចាម្រេចខ្មៅម្រេចសពីកពុតខ្មែរយើងបញ្យល់ថាតាមពិតវាមិនមែនតែផលិតផលកូរ៉េរបស់អាតូមីទេគាត់មានគ្រប់ប្រទេសតែម្ដងដែលជាដៃគូគឺថាជួយលើកដំកើងផលិតផលក្នុងស្រុកគ្រប់ប្រទេសតែម្ដងមិនមែនតែមានតែកូរ៉េមួយទេចាអញ្ចឹងចូលមកដល់ម៉ាស់ទី2របស់យើងគឺម៉ាស់ French Rose ហ្នឹងចាគឺម៉ាស់ផ្កាកុលាបហ្នឹងចាវាមានតួនាទីផ្ដល់សំណើមកាត់បន្ថយកម្ដៅនៃស្បែកចាអញ្ចឹងបងប្អូនក៏ដឹងស្រាប់ហើយតែមេក្ដៅអីវិញជាពិសេសហ្នឹងចាគឺក្ដៅមុខក្ដៅមាត់ក្ហល់កាហាយមែនតើចាអញ្ចឹងម៉ាស់ Rose ម៉ាស់ប្រភេទផ្កាកុលាបបារាំងយើងហ្នឹងតែដល់ក្រុមហ៊ុនទូមីគាត់យកមកធ្វើចាអញ្ចឹងវាមានតួនាទីផ្ដល់សំណើមនិងកាត់បន្ថយកម្ដៅនៃស្បែកចាហើយវាផ្ដល់ភាពភ្លឺថ្លាដល់ស្បែកចាគឺជាប្រភេទម៉ាស់ដែលផ្សំចេញពីផ្កាកុលាបពិតចាហើយរូបរាងវាដូចជាចាហួយចឹងបងប្អូនក្លិនវាក្អូបមែនតើកប់សេរីតែម្ដងឲ្យអ៊ូយចាចាំម៉ាស់ទី3គឺជាម៉ាស់ Honey Ginseng ចា Honey Ginseng ចា Honey ជាភាសាអង់គ្លេសបងប្អូនដឹងហើយគឺជាទឹកឃ្មុំចាDimiel ចាជាភាសាបារាំងចាតួនាទីម៉ាស់ទឹកឃ្មុំនេះចាហើយនឹង Ginseng នេះគឺល្អវិសេសវិសាលឆ្ងាញ់មែនតើថាអាចលាបនៅបបោមាត់បានទៀតសម្រាប់បងប្អូនដែលមានបញ្ហាមាត់ប្រេះមាត់ស្ងួតមាត់ប្រេះមាត់បែកកាហាយមាត់ខ្មៅអីហ្នឹងចាបងប្អូនអាចលើបផ្ទៃមុខហើយលើបផ្ទៃបបោមាត់យើងបានចាវាធ្វើឲ្យបបោមាត់យើងកាន់តែទន់ចាភ្លឺរលោងបែបធម្មជាតិស្បែកមុខយើងណាហើយក្លិនហើយយើងអាចទទួលទានបានទៀតមេតាយើងភ្លក់ទៅឃើញផ្អែមគឺវាធ្វើពីទឹកឃ្មុំហើយនឹងយិនសិនសុទ្ធតែម្ដងចាវាមិនមែនតាយើងបងប្អូនដឹងស្រាប់ហើយយិនសិនហើយទឹកឃ្មុំគឺមិនមែនតែជាផ្ដល់ធម្មតាជាសម្រស់ឲ្យយើងទេគឺជាប្រភេទឱសថបុរាណចាដែលធ្វើឲ្យសុខភាពយើងល្អផងដែរចាអញ្ចឹងបើសិនយើងច្រឡំភ្លក់អីអត់អីទេចាពួកអីទឹកឃ្មុំសុទ្ធណាហើយទឹកឃ្មុំសុទ្ធហើយនឹងយិនសិនចារួមបញ្ចូលគ្នាចាសម្រាប់ម៉ាស់យិនសិនហើយនឹងម៉ាស់ទឹកឃ្មុំនេះផងដែរវាមានតួនាទីផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកចាធ្វើឲ្យស្បែកភ្លឺរលោងដូចសំបុកឃ្មុំចាហើយវាជួយឲ្យស្បែកយើងតឹងណែនចាបងប្អូនក៏អាចមើលក្នុង YouTube ជាភាសាខ្មែរផងដែរចាដែលពន្យល់ដោយបងវ៉ាកំហៀងគ្រប់ផលិតផលផ្សេងចាចឹងគឺកាន់តែលម្អិតហើយនឹងច្បាស់លាស់សម្រាប់បងប្អូនដែលគាត់ខ្ជិលអានខ្ជិលអីចឹងណាតែបងប្អូនបើសិនជាបងប្អូនចង់បានពីព័ត៌មានកាន់តែច្រើនមើល YouTube ផងមើលក្នុងគេហទំព័រជាភាសាផ្សេងហើយអាចមើលដល់ជនជាតិគេប្រើប្រាស់ផងដែរដោយសារតែកន្ទុយមីក៏មានគ្រប់ប្រទេសតែម្ដងខ្ញុំបញ្ជាក់ឡើងវិញកន្ទុយមីមិនមែនមានតែនៅស្រុកខ្មែរទេគឺមាននៅ
អាមេរិកកាណាដាអូស្ត្រាលីជប៉ុនមេស៊ីកូតៃវ៉ាន់សិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីចានៅចិននៅចិនចាហើយនៅរុស្ស៊ីនៅអីយើងណាហើយតំបកាថ្មីនៅរូម៉ានីនៅប៉ៃអឺរ៉ុបយើងបងប្អូនអាចចូលទៅបកប្រែជាភាសាដែលគ្រាន់តែចុចថាបកប្រែភាសាទៅបងប្អូននឹងមានភាសាទៅតាមប្រទេសដែលបងប្អូនរស់នៅចាអញ្ចឹងមានចាក់ឡើងវិញម៉ាហានីចាហើយនឹងជីនសេននេះគឺទៅខ្មុំហើយនឹងម៉ាយិនសិននេះចាគឺមានតួនាទីផ្ដល់សារធាតុចិញ្ចឹមធ្វើឲ្យស្បែកភ្លឺរលោងដូចសម្បុកខ្មុំជួយឲ្យស្បែករបស់យើងនឹងតឹងណែនចាផ្សំចេញពីខ្មុំនិងយិនសិនចាចំណែកម៉ាស់រ៉ូសនេះម៉ាស់ផ្កាកុលាបនេះបងប្អូនចាយើងជួយកាត់បន្ថយចាភាពតានតឹងនៃស្បែកចាអញ្ចឹងស្បែកយើងធ្វើការមួយថ្ងៃពេញស្អុះស្អាប់តានតឹងហើយហ្នឹងចាវាជួយកាត់បន្ថយភាពតានតឹងនៃស្បែកហើយផ្ដល់សំណែនដល់ស្បែកចាអញ្ចឹងយើងមើលប្រវត្តិរបស់ស្បែកប្រភេទម៉ាស់ហ្នឹងចាម៉ាស់ផ្កាឈូកនេះគឺមានសាច់ម៉ាស់វាមានសភាពទន់ស្អិតដូចចាហួយចាហើយមានមុខងារផ្ដល់សំណើមខ្ពស់ដល់ស្បែកចាហើយកាត់បន្ថយអត្រាកាត់បន្ថយនៃភាពតានតឹងហ្នឹងគឺច្រើនមែនទែនរហូតដល់ 264.08% ចាព័ត៌មាននេះគឺខ្ញុំរកឃើញនៅក្នុងគេហទំព័រខ្មែរចាភាសាខ្មែរចាបងប្អូនងាយស្រួលទេអាតមីចាដូចនិយាយរាល់ដងអញ្ចឹងចង់ដឹងចង់ឮចង់ស្គាល់អីឆែកចូលទៅមិនមែនមានតែនៅលើមាត់អ្នកលក់ទេចាគឺផលិតផលគឺមានគ្រឿងផ្សំមានអីចូលទៅឆៃមកប៉ុបទៅក៏ឃើញទាំងអស់តែម្ដងមានគ្រប់ប្រទេសមានគ្រប់ភាសាចាគឺងាយស្រួលមែនតើបងប្អូនអត់តកកង្វល់អត់មានភាពភ័យខ្លាចគឺប្រើប្រាស់ដោយសុវត្ថិភាពដោយគុណភាពចាយើងចូលទៅមើលគ្រប់ប្រទេសគ្រប់ភាសាបានទាំងអស់ចាអញ្ចឹងគឺអត់ភ័យព្រួយបារម្ភអត់មានហានិភ័យដល់ស្បែកអត់មានហានិភ័យដល់សុខភាពបងប្អូនណាចាអញ្ចឹងខ្ញុំអត់ប្រៀបធៀបជាមួយក្រុមហ៊ុនតាមីនិងក្រុមហ៊ុនដទៃទៀតទេបងប្អូនដឹងស្រាប់ហើយពេលខ្លះយើងទិញផលិតផលគេអ្នកលក់ថាល្អចេះល្អយកផ្សំពីនេះផ្សំពីនោះតែចូលទៅមើលទៅអត់ដឹងថាចូលទៅតាមណាចូលទៅមើលតាមណាចាអាតាមីស្រួលណាស់ចុចប៉ុបចូលប៉ុបឃើញបកប្រែជាភាសាឃើញជនជាតិគេផ្នែកគ្រប់ប្រទេសចាខ្ញុំនិយាយឡើងវិញបងប្អូនចង់ចូលជាសមាជិកអាតាមីគឺមិនតម្រូវឲ្យបង់លុយទេចាហើយមិនត្រូវចាំបាច់ទៅទិញកាត់កញ្ចប់មានស្តុកមានតំណែងចែកចាយបងប្រចាំកាយប្រចាំខែប្រចាំឆ្នាំអីទេចាប្រចាំឆមាសប្រចាំត្រីមាសអីទេចូលជាសមាជិកក៏អត់អស់លុយចាមានទៅឲ្យបងប្អូនទិញកាត់ស្តុកមានតំណែងចែកចាយឲ្យទៅទិញស្តុកពេញផ្ទះទេចាមិនបាច់មានហានិភ័យមិនបាច់មានភាពក្រីខ្លាចដោយលក់មិនដាច់អីមិនដាច់ទៅអីវ៉ាន់ស្តុកពេញផ្ទះហូដេលីអីទេណាចាអញ្ចឹងបងប្អូនគ្រាន់តែមានទូរស័ព្ទមួយមកចាចូលទៅមើលក្នុងហទំព័រទេបើមិនអញ្ចឹងទេចាចូលទៅបង្កើត app មួយមកចាហើយមើលទៅចាមើលចូលមើលទៅព័ត៌មានពីគ្រប់ប្រទេសគ្រប់ភាសាគេប្រើចាងាយស្រួលអញ្ចឹងណាចាបើថាចុះឈ្មោះអត់អស់លុយហ្នឹងមិនមែនតែនៅស្រុកខ្មែរទេគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោកដែលមានអាតូមីចាចាក់ឡើងវិញនៅកាណាដាអូស្ត្រាលីជប៉ុនមេស៊ីកូតៃវ៉ាន់សិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនចាហើយបានបង្កើតថ្មីនៅរូម៉ានីយើងណាមាននៅរុស្ស៊ីមាននៅអាល្លឺម៉ង់ផងដែរដែលចែកចាយនៅអឺរ៉ុបទាំងមូលចាអញ្ចឹងយើងចូលមកដល់ម៉ាស់រ៉ូសយើងវិញគឺជាប្រភេទសាច់ម៉ាស់ដែលមានភាពទន់ស្អិតដូចជាហួយមានមុខងារផ្ដល់សំណើមខ្ពស់ដល់ស្បែកអត្រាកាត់បន្ថយភាពតានតឹងនៃស្បែកមានទៅដល់264.9%អត្រាកាត់បន្ថយកម្ដៅនៃស្បែកគឺមានដល់151.887%ចាព័ត៌មានទាំងអស់នេះបងប្អូនអាចឆែកនៅក្នុងគេហទំព័រខ្មែរយើងបានជាភាសាខ្មែរហើយក៏អាចចែកនៅក្នុងជាភាសាផ្សេងទៀតទៅតាមគេហទំព័រដែលបងប្អូនមាននៅតាមគ្រប់ប្រទេសរៀងៗខ្លួនចាវាជួយឲ្យស្បែកភ្លឺថ្លាមានផ្ទុកនៅ Absolute Cell Active ចា Brightening Coat ចាដែលជាបច្ចេកទេសទំនើបដែលអនុញ្ញាតឲ្យគ្រឿងផ្សំមានប្រសិទ្ធភាពជំនួយធ្វើឲ្យស្បែកភ្លឺថ្លាជ្រាបចូលតំបន់ដែលមានបញ្ហាបានយ៉ាងឆាប់រហ័សនិងត្រឹមត្រូវចាអញ្ចឹងបងប្អូនពេលយើងឈឺក្បាលយើងមិនទៅចាក់ថ្នាំនៅក្បាលទេចាយើងលាបទៅចូលក្នុងមាត់ក្នុងពោះយើងវាទៅចាប់នៅកន្លែងណាដែលយើងឈឺចាប់ចាឈឺក្បាលឈឺអីហ្នឹងចាវាទៅចាប់កន្លែងដែលយើងឈឺចាប់វាអត់ទៅចាប់ទាំងជើងនៅក៏ផ្លូវមើលអីទេវាចាប់នៅកន្លែងដែលយើងឈឺក្បាលអញ្ចឹងសារធាតុ Absolute Set Active Brightening Coat ហ្នឹងវាមានតួនាទីអញ្ចឹងវាថាទៅចាប់ទៅដល់គោលដៅដែលមានបញ្ហានៃស្បែករបស់យើងចាអញ្ចឹងបច្ចេកគឺជាបច្ចេកវិទ្យាទំនើបចាបច្ចេកវិទ្យាទំនើបដែលអនុញ្ញាតឲ្យគ្រឿងផ្សំដែលមានប្រសិទ្ធភាពជួយធ្វើឲ្យស្បែកភ្លឺថ្លាជ្រាបចូលដល់តំបន់ដែលមានបញ្ហាស្បែកបានឆាប់រហ័សនិងត្រឹមត្រូវចាវាផ្សំឡើងអំពីផ្កាស្កានីមានប្រូតេអ៊ីន lupine, rosmite, fermentation,
filtrate ចាអញ្ចឹងបងប្អូនអាចរកព័ត៌មានទាំងអស់ហ្នឹងនៅក្នុងគេហទំព័រ Atomy ដែលមានជាភាសាខ្មែរដែលខ្ញុំនិយាយមិញអញ្ចឹងចាហើយនឹងភាសាផ្សេងទៀតនៅតាមតំបន់នៅតាមប្រទេសចានៅតាមគេហទំព័ររៀងៗខ្លួនចាវាមានតួនាទីផ្ដល់សំណើមធ្វើឲ្យស្បែកភ្លឺថ្លាបន្ទឹងស្បែកមុខហើយផ្ដល់សារធាតុចិញ្ចឹមចុះកាត់បន្ថយនៃមេឡានីនដែលថាធ្វើឲ្យស្បែកយើងងាយជ្រីវជ្រួញអញ្ចឹងណាអញ្ចឹងវាជួយកាត់បន្ថយកុំឲ្យមានភាពជ្រីវជ្រួញចាវាមានផ្ទុកនៅ phenol code 44,650 ppm ចាអញ្ចឹងបងប្អូនចង់ដឹងថាវាមកពីណាអីពីណីចាគឺមកពី Provence នៅខេត្ត Provence ប្រទេសបារាំងរបស់យើងណាចាប្រទេសបារាំងរបស់យើងដែលផលិតជាដែលយកពីផ្កាកុលាបមានខេត្ត Provence នៅប្រទេសបារាំងរបស់យើងរួមផ្សំជាមួយនឹងប្រេងផ្កាកុលាបនៅប្រទេសប៊ុលហ្គារីឆាយនឹងផ្កា Damask ក្នុងបរិមាណដ៏ល្អប្រសើរមួយដើម្បីផ្ដល់នៅសារធាតុចិញ្ចឹមព្រមទាំងផ្ដល់នៅប្រសិទ្ធភាពនៃការថែរក្សាស្បែកផងដែរចាព័ត៌មានលម្អិតដូចខ្ញុំបញ្ជាក់ឡើងវិញបងប្អូនអាចមើល YouTube ដែលបកស្រាយដោយបងវ៉ាកំហៀងហើយនៅសមាជិកខ្ញុំផ្សេងទៀតចាទៅតាមវីដេអូមួយដែលបងប្អូនអាចឆែកមើលបានចាហើយញ៉ាំក្រៅពីយើងធ្វើអីហើយចាខ្ញុំក៏ភ្លក់កាហ្វេចាកាហ្វេនេះផងដែរក៏មានដាក់នៅក្នុង Atomy អឺរ៉ុបហើយតម្លៃតែ$12.50ទេចាបងប្អូនអាចទទួលទានបានរហូតដល់50កញ្ចប់ចាអញ្ចឹងចូលមកដល់ម៉ាស់យើងតទៀតចាព័ត៌មានបងប្អូនមើលទៅច្រើនណាស់ចាអានមិនអស់រៀបរាប់មិនអស់ទេអានឹងគាត់និយមមួយក្នុងលំអិតបន្តិចក្នុងចំណោម3យកមកឲ្យបងប្អូនស្ដាប់ចាសូមចូលទៅឆែកមើលខ្លួនឯងដើម្បីមានភាពជឿជាក់ចាថាកុំឲ្យថាអ្នកលក់អ្នកអីអ្នកចេះតែផ្សព្វផ្សាយចិត្តថាអីណាសារធាតុផ្សំដែលធ្វើឲ្យស្បែកភ្លឺថ្លាគឺ Cell Light ដែលធ្វើឲ្យស្បែកភ្លឺថ្លាដោយគ្រប់គ្រងនៅការបង្កើតចាសារធាតុផ្សេងៗដែលជំនួយដល់ស្បែកចិញ្ចឹមដល់ស្បែកនិងធ្វើឲ្យស្បែកស្រស់ថ្លាចាអញ្ចឹងបងប្អូនក្រោយពីបងប្អូនស្ដាប់ហើយបងប្អូនអាចជ្រើសរើសប្រភេទម៉ាស់មួយណាដែលបងប្អូនត្រូវការតាមប្រភេទស្បែករបស់យើងតើស្បែករបស់យើងត្រូវការភាពទន់ភាពកាត់បន្ថយភាពតានតឹងភាពជ្រីវជ្រួញឬក៏កាត់បន្ថយភាពកម្ដៅនៃស្បែកអញ្ចឹងណាបងប្អូនចាអរគុណច្រើនដែលបានតាមដានវីដេអូមួយនេះហើយកុំភ្លេចសាកសួរមកសម្រាប់បងប្អូនដែលនៅប្រទេសបារាំងផ្ទាល់តែម្ដងជាពិសេសចាដើម្បីបានទទួលប្រើប្រាស់នៅផលិតផល Atomy ត្រឹមត្រូវហើយនឹងក្នុងបរិមាណមួយដែលសមស្របចាអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជម្រាបលាសុខសប្បាយទាំងអស់គ្នា